ស្ដីក៏ដូចជាជំរាបសួរទៅដល់ពុកម៉ែបងប្អូនយើងទាំងអស់គ្នាដែលកំពុងតែតាមដានវីដេអូមួយនេះឬក៏កំពុងតែទស្សនាវីដេអូរបស់ខ្ញុំបាទណាហ្នឹងហើយអញ្ចឹងថ្ងៃនេះខ្ញុំបង្វែរអារម្មណ៍ពុកម៉ែបងប្អូនយើងទាំងអស់គ្នាមកទស្សនាទេសភាពតាមផ្លូវហ្នឹងហើយតាមផ្លូវយើងផ្លូវជាលេខ5បងប្អូនហ្នឹងហើយសន្ទុយជាលេខ5នេះគឺជាផ្លូវអីគេសាច្បក់ហ្នឹងហើយសាច្បក់ហើយយើងមកដល់សាច្បក់ហើយហ្នឹងហើយឥឡូវយើងក៏ឆ្ពោះទៅខាងក្រគរបងប្អូនហ្នឹងហើយខាងក្រគរអញ្ចឹងក៏ឆ្លៀតថតដើម្បីចែកចម្លែកដល់ពុកម៉ែបងប្អូនយើងឲ្យបានទស្សនាទាំងអស់គ្នាថាតាមផ្លូវហ្នឹងវាទេសភាពបែបណាហ្នឹងហើយបងប្អូនដែលយើងនៅប្រទេសក្រៅណាដែលគាត់អត់ទាន់ដែលបានឃើញថាផ្លូវខ្មែរយើងវាម៉េចណាហ្នឹងហើយឥឡូវក៏ខ្ញុំឆ្លៀតថតឲ្យបានបងប្អូនយើងដែលគាត់អត់ដែលដើរតាមផ្លូវនេះទេផ្លូវដើរផ្លូវដែលបានដើរ sorry ហ្នឹងក៏ដូចជាសុំទោសហ្នឹងហើយអត់ដែលបានធ្លាប់មកហ្នឹងហើយអត់ដែលបានធ្លាប់មកឆ្លងកាត់តាមនេះចឹងណាហ្នឹងហើយសម្រាប់បងប្អូនយើងនៅប្រទេសក្រៅឬក៏ប្រទេសក្នុងប្រទេសនេះក៏ដោយហ្នឹងអត់ទាន់បានឆ្លងកាត់ផ្លូវពោធិ៍សាត់ហ្នឹងហើយចឹងមកឆ្លងកាត់ក៏បានដែរហ្នឹងហើយទុកខ្ញុំមើលតាមដានទៅវីដេអូខ្ញុំទៅហ្នឹងហើយគឺខ្ញុំថតពីសកម្មភាពមានអីទេបងប្អូនហ្នឹងហើយមានតែត្រឹមពោធិ៍សាត់ហ្នឹងហើយអញ្ចឹងបងប្អូនដែលចង់ឃើញទេសភាពតាមផ្លូវខេត្តពោធិ៍សាត់ហ្នឹងហើយអញ្ចឹងកុំភ្លេចជួយ like ជួយ share វីដេអូខ្ញុំម្នាក់មួយផងហ្នឹងហើយក៏ជួយ subscribe នៅ channel ខ្ញុំម្នាក់មួយទៅហ្នឹងហើយដើម្បីបានមើលទេសភាពអីហ្នឹងអ្វីៗដែរថ្មីហ្នឹងហើយខ្ញុំធ្វើ vlog ដោយតែជិះម៉ូតូជាអីចឹងណាហ្នឹងហើយរឿងបញ្ចូលសលេងខ្ញុំអត់សូវប្រហែលទេហ្នឹងហើយអត់សូវមានដូចថាទស្សន័យខាងនិយាយចឹងណាហ្នឹងហើយមានតែឲ្យបងប្អូនបានមើលទស្សនាតាមផ្លូវនឹងលេងទៅហើយបើស្ដាប់ខ្ញុំហើយហ្នឹងហើយកុំផ្សាយកុំយំទោះតែប្រុសស្ដាប់មិនប្រុសស្ដាប់អីក៏បងប្អូនមើលដោយសប្បាយចិត្តហ្នឹងហើយបើមិនសប្បាយចិត្តក៏បងប្អូនអាចអូសរំលងបានហ្នឹងហើយតែបើមើលឲ្យសប្បាយចិត្តដោយមិនស្ដាប់ខ្ញុំនិយាយចង់មើលទៅទេសភាពហ្នឹងហើយអាចប្អូនសលេងឬក៏បិទសំឡេងទៅហ្នឹងហើយមើលតែផ្លូវឬក៏មើលទេសភាពបានហ្នឹងហើយអូខេណែបើនិយាយវែងឆ្ងាយពេកហ្នឹងហើយនិយាយវែងឆ្ងាយបងប្អូនធុញទៀតហ្នឹងហើយនេះខ្ញុំមកដល់ចិត្តផ្លូវវត្តចកាបអីផ្លូវវត្តចកាបហ្នឹងហើយកាបក្រោមកាបលើអីទេស្គាល់ហ្នឹងហើយចកាបហ្នឹងហើយចិត្តដល់ហើយហ្នឹងហើយបងប្អូនចាំទស្សនាតិចទៅហ្នឹងហើយទស្សនាពីដើមរហូតដល់ចប់ហ្នឹងហើយនឹងបានឃើញទេសភាពតាមផ្លូវហ្នឹងនេះគឺជាវត្តអីទេបងប្អូនហ្នឹងហើយចិត្តវត្តចកាបកាត្បូងវត្តចកាបខ្លងវាវត្តអីគេទេផ្លេចបាត់ហើយមិនសូវស្គាល់ប្រហែលទេហ្នឹងហើយតែគាត់ឲ្យបងប្អូនបានទស្សនាលេងទៅហ្នឹងហើយទស្សនាមើលទាំងអស់គ្នាហ្នឹងហើយកន្លែងហ្នឹងគេហៅវត្តឆ្អីទេហ្នឹងហើយខ្ញុំសូវស្គាល់ប្រហែលទេហ្នឹងហើយពុំដែរសូវដល់លេងផងហ្នឹងហើយយើងខាងមុខនោះគឺជាផ្លូវចកាបគឺវត្តចកាបផ្លូវវាវត្តចកាបតិចទៀតដល់ហើយបងប្អូនហ្នឹងដឹងតិចទៀតក៏ហួសទេផ្លេចមើលដែរអើយបងប្អូនហ្នឹងហើយមើលវីដេអូខ្ញុំហើយហ្នឹងហើយកុំឲ្យថាអីថាវ៉ាន់ហ្នឹងហើយហើយបងប្អូនខ្ញុំផុសវីដេអូស្អីតែបងប្អូនមិនដែលបានមើលដល់ចប់ទេហ្នឹងហើយអញ្ចឹងបងប្អូនមិនសូវជាមានពាក្យរិះគន់ឬក៏និយាយស្ថាបនាប្រមាណហ្នឹងហើយធម្មតាមើលតែក្បាលមុនដំបូងបន្តិចអូសម្លងអញ្ចឹងណាអញ្ចឹងអត់សូវដឹងប្រមាណទេហ្នឹងហើយបើសិនតែបានមើលពីដើមរហូតដល់ចប់មិនដឹងថាខ្ញុំនិយាយវល់ប៉ុណ្ណាមើលទៅហើយនិយាយវល់បណ្ដោយអញ្ចឹងណាបងប្អូនចង់និយាយអញ្ចឹងហ្នឹងហើយនិយាយវល់អញ្ចឹងសំដីគេថាវិជ្ជបណ្ឌិតណាបងប្អូនឥឡូវពងល្បីវិជ្ជបណ្ឌិតថៃបាញ់គ្នាមកប្រាវល្បីវិជ្ជបណ្ឌិតហើយនឹងអ្នកសុំទាននិយាយតែខ្ញុំមិនហ៊ានប្រើទេហ្នឹងហើយអ្នកសុំទានមិនដឹងថាអ្នកសុំទាននឹងគេចង់មានន័យថាម៉េចហើយសំដីវិជ្ជបណ្ឌិតហ្នឹងក៏មិនដឹងមានន័យថាម៉េចចឹងហ្នឹងហើយគាត់ថាឃើញពួកថៃខមមិនអីចឹងណាហ្នឹងហើយក៏ឃើញតែប៉ុណ្ណឹងហ្នឹងហើយគេថាសំដីវិជ្ជបណ្ឌិតហើយស្អីគេមួយទៀតនោះអ្នកសុំទៀតខ្ញុំក៏មិនសូវជាដឹងយល់ពីសម្ដីគេនិយាយនឹងប្រមាណដែរហ្នឹងហើយមិនដឹងថាគេនិយាយនឹងចង់មានន័យស្ដាប់ទៅលើអ្វីទេហ្នឹងហើយបងប្អូនដែលបានមើលវីដេអូខ្ញុំឆ្លងកាត់ពីកន្លែងដែលខ្ញុំនិយាយនេះឲ្យបងប្អូនជួយ comment ប្រាប់ផងថា
គេហៅថាអ្នកសុំទានហើយនឹងសម្ដីវិជ្ជបណ្ឌិតហ្នឹងអាហ្នឹងគឺជាគេបកប្រែថាម៉េចឬក៏ចង់មានន័យថាម៉េចចឹងណាហ្នឹងបងប្អូនអើយចឹងបងប្អូនអើយថាស្រុកខ្មែរយើងវាឃើញល្អឃើញស្រួលប៉ុណ្ណាកុំគិតថាវាស្រួលនោះវាមិនស្រួលទេបងប្អូនហ្នឹងឯងបងប្អូនខ្លះយើងក៏វេទនាបងប្អូនខ្លះយើងក៏ចំកន្លែងសយសុកស្រួលជាគិតថាស្រួលខ្ញុំអត់ចង់និយាយវែងឆ្ងាយទេហ្នឹងហើយគាត់ទេខ្ញុំបានសុំត្រឹមតែខ្ញុំឲ្យបងប្អូនទស្សនាវីដេអូដែលខ្ញុំជិះធ្វើដំណើរតាមផ្លូវហ្នឹងឯងហើយក៏មើលឲ្យក៏បួងសួងទាំងអស់គ្នាផងហ្នឹងឯងបួងសួងឲ្យខ្ញុំធ្វើដំណើរហ្នឹងឲ្យបានសុខសប្បាយហ្នឹងឯងហើយក៏ដូចជាបងប្អូនដែរហ្នឹងឯងដូចជាបងប្អូនដែលបានធ្វើដំណើរតាមផ្លូវមិនថាទីចិត្តទីឆ្ងាយហ្នឹងឯងឲ្យសុខសប្បាយដូចខ្ញុំដើរអញ្ចឹងហ្នឹងឯងកុំឲ្យមានបញ្ហាកុំឲ្យមានបាតុហេតុអីហ្នឹងឯងក៏ឲ្យសុខសប្បាយទាំងអស់គ្នាហ្នឹងឯងព្រះតាមជួយថែរក្សាគុណពុកគុណម៉ែគុណម្ដាយគុណពុកគុណតាគុណយាយជាឌីវល់ហ្នឹងជួយតាមថែរក្សាយើងហ្នឹងឯងអើយខ្ញុំជិះតន់ចែនេះមកចែនេះគាត់ជិះលឿនខ្ញុំឆ្ងល់ដែរគាត់ជិះលឿនមែនតើសម្រាប់មកវិចបាត់គាត់ឈឹងអូខ្ញុំខ្លាចដៃហើយខ្ញុំថាជិះតាមមកមុនវិញខ្ញុំជិះថាជិះលេងទេខ្ញុំជិះតាមពីក្រោយគាត់តិចដល់លេបថយដៃបថយលេងមួលវឹបវឹងបាត់ឈឹងអូសាហាវមែនបងប្អូនគាត់ជិះលឿនណាស់និយាយមែនកាមេរីនេះក្រោយជិះថាអីមិនបើរឿងយឺតវាមិនសូវយឺតប៉ុន្មានទេដូចជាជិះក្បែរកៅដែរហើយហ្នឹងហើយតែមិនដឹងថាចែនឹងគាត់ជិះកងតបម៉ូតូគាត់ប៉ុណ្ណាទេណាបាត់ស្មោគាត់ឈឹងតែកាមេរីនេះគឺចឹងទៅវាជិះទៅមកជាមួយខ្ញុំវ៉ាម្ដងចឹងទៅខ្ញុំបើប្រឡែកចឹងទៅមកទៀតហ្នឹងឥឡូវម្ដងនេះដាច់ហ្នឹងហើយអើយមិនមែនអួតរឿងជិះម៉ូតូទេបងប្អូនគ្រាន់តែខ្ញុំចង់បង្ហាញពីទេសភាពតាមផ្លូវអញ្ចឹងណាហ្នឹងហើយឥឡូវយើងដល់កន្លែងផ្លូវរោងចក្រហ្នឹងហើយដល់ផ្លូវរោងចក្រខាងលិចហៅរោងចក្រអេឡិចត្រូនិកហ្នឹងហើយដល់ហើយដល់ផ្លូវរោងចក្រអេឡិចត្រូនិកទៀតដល់យើងដល់កន្លែងផ្លូវរោងចក្រកាត់ដេរម្ដងហ្នឹងហើយហើយបងប្អូនណាខ្លះដែលគាត់ធ្លាប់កាត់ដេររោងចក្រកកហ្នឹងហើយសូមជួយខមមិនម្នាក់មួយមកហ្នឹងហើយដើម្បីរាប់អានគ្នាទុកជាការមិត្តភាពអូខេហ្នឹងហើយគាត់ថាស្គាល់គ្នាដើម្បីរាប់អានដើម្បីបានដើម្បីស្គាល់គ្នាដើម្បីរាប់អានដើម្បីស្គាល់គ្នាវល់ពេញហ្នឹងស្អីទេបង្កាយវងងាយលឺទីវល់ហើយវល់ហ្នឹងអើយបងប្អូនអើយនេះលបងរោងចក្រនេះបងប្អូនអមិញដល់កន្លែងផ្លូវរោងចក្រកដាលហើយឥឡូវដល់លបងរោងចក្រខាងកើតម្ដងឥឡូវលើថារោងចក្រយើងវារឿងមនុស្សច្រើនបងប្អូនហ្នឹងហើយបងប្អូនណាដែលអត់ការងារធ្វើអីអាចទៅដាក់ពាក្យរោងចក្រកបានហ្នឹងហើយខ្ញុំនិយាយនេះមិនមែនប្រម៉ូទទេបងប្អូនមិនមែនប្រម៉ូទរោងចក្រខ្ញុំគ្មានតែប្រម៉ូទអីចង់បានអីទេខ្ញុំក៏មិនទៅធ្វើដែររោងចក្រជេរព្រឹកជេរងាចមួយខ្ញុំផងជេរទ្រាំបានឯងខ្ញុំរត់ចេញខ្ចាយឯងខ្ញុំមិនទៅធ្វើកាយមួយទេអើយនេះបងប្អូនខ្ញុំជិះចិត្តដល់កកហើយបងប្អូនហ្នឹងហើយចាំទស្សនាទាំងអស់គ្នាដល់កន្លែងទឹកណត់ជូយើងហ្នឹងបងប្អូនណាធ្លាប់បងប្អូនណាខ្លះធ្លាប់មកពុបទឹកណត់ជូនៅខ្នល់បត់ហ្នឹងហើយខ្នល់បត់កកយើងហ្នឹងហើយហូបសាច់ពិសេសហូបអីយើងអូឈៀតសាហាវបងប្អូនខ្ញុំកាលនៅផ្ទះខ្ញុំជួយចាត់តែមកហូបនៅហ្នឹងទេហ្នឹងហើយហូបទឹកណត់ជូអញ្ចឹងតែណត់ជូកដោអាំងអីចឹងតឡនតនអាំងអីចឹងទៅកែបបោកអីចឹងទៅហ្នឹងហើយណត់ជូអីចឹងណត់ជូសាច់ពិសេសស្រាឈុតច្រឡំហ្នឹងហើយស្រាឈុតសាច់ពិសេសអីអូយឆ្ងាញ់ណាស់បងប្អូនដាក់ទៅផ្អែមដល់ផ្ទះសង្វឹងអត់ដឹងខ្លួនបងប្អូននេះជាដល់កណ្ដោបត់យើងហើយហ្នឹងហើយដល់ខ្វល់បត់អីគេគិតថាយើងទៅដល់កកលដែរហ្នឹងហើយបងប្អូនហ្នឹងហើយឃើញហើយបានទស្សនាវីដេអូនេះហើយកុំភ្លេចជួយ like ជួយ share ហ្នឹងហើយក្នុង TikTok ជួយ copy link ឲ្យម្នាក់មួយផងហ្នឹងហើយជួយ share ផុសបន្តម្នាក់មួយផងហ្នឹងឯងបើជាការលើកទឹកចិត្តដើម្បីឲ្យខ្ញុំមានកម្លាំងចិត្តដើម្បីថតហើយផុសឲ្យបងប្អូនមើលអញ្ចឹងហ្នឹងហើយផុសទាំងអត់សូវចេះសម្រាយប្រហែលទេហ្នឹងហើយខ្ញុំឃើញគេសម្រាយគេចេះរកពាក្យនិយាយច្រើនហើយមើលទៅតំណងស្ដាប់ខ្ញុំអត់សូវចេះនេះបងប្អូនដល់ខ្នល់បត់នេះហួសខ្នល់បត់តិច
lại dây bị rừng sầm rai là phút nào bọt tới giấy này à khang chơi luôn luôn lại kiếm cái món đó anh đánh lại lụa sạch bị xe đi lại lụa bác làm pai khó nó lụa sạch này đấy lại nhom đó nè anh lấy này lấy đầm khóc của mấy những cái lụa sạch xe này bây giờ sẽ cái lấy những cái lụa lon tao là ăn ấy chiết cho mà ủa sạch li hà lọc của đấy để mong muốn này chính đọc xa coi chẳng bỏ ôn tôi sana lên lên đó nghe nhom nhom vậy vậy tối nhom bố nhưng mà miền play nhảy trâu đã bỏ ôn tới nhom trong đã play đây bỏ ôn còn tay bởi nhom đã play nhom lại về chọn pi rai bắc kia chẳng là cho play music hay bây giờ đã cho play về một bạn là cai dương vừaเป็นthân về ba thì dương vừa video dương vừa hot á tại đó là dương một hạt bóng tròn lại đặt lên đó là pe trăm lên cái report video dương khó dương pre ban đôi dương bạn port bạn thọt giấyទាំងអស់ហ្នឹងហើយvì video មានតែប៉ុណ្្នឹងហ្នឹងហើយការបកស្រាយការនិយាយមានប៉ុណ្្នឹងមកលោកបងប្អូនយើងដល់កហើយនេះបងប្អូនដល់កហើយហើយបងប្អូនណាខ្លះនៅកហ្នឹងហើយកុំភ្លេចជួយ comment ជួយ like ជួយ share ដែរមួយផងហ្នឹងហើយហើយយើងសុទ្ធតែអ្នកកដូចគ្នាទេហ្នឹងហើយអញ្ចឹងបងប្អូនអ្នកកហ្នឹងហើយកុំភ្លេចមើលវីដេអូនេះហើយជួយ like ជួយ share អ្នកមួយផងហ្នឹងហើយដើម្បីហើយក៏ជួយ comment ម្នាក់មួយផងហ្នឹងហើយជួយ comment អ្នកមួយផងហើយក៏ជួយឆាតមកលេងផងហ្នឹងហើយ comment លេងក៏បានដែរមិនឆាតដែរ comment លេងបានហ្នឹងហើយលេងដល់កោហ្នឹងដល់គេបាក់បែកបងប្អូនដល់គេបាក់បែកបងប្អូនដែរឃើញគេបាក់បែកអត់នៅខាងជើងខ្នល់បងប្អូនហើយខ្ញុំដល់គេបាក់បែកហើយឥឡូវយើងចាប់ដើមហួសកន្លែងគេបាក់បែកតិចដល់កន្លែងផ្សារចាស់យ៉ានៅផ្សារចាស់ហើយបងប្អូននេះដល់ផ្សារចាស់ហើយផ្សារចាស់កន្លែងលក់ត្រីធំៗបងឃើញបងប្អូនឃើញភួនសត្រីធំៗនោះប៉េះដល់ស្ដាំដៃសត្រីបងប្អូននៅអាត្រីស្អីគេទូមកត្រីកប៉ាល់ហោះខ្ញុំហៅត្រីកប៉ាល់ហោះត្រីយន្តហោះត្រីកប៉ាល់ហោះត្រីអីចាក់និវាងធំណាស់បងប្អូនតែខ្ញុំតាមពីកោតពោះម៉ាយខ្ញុំដែរហូបត្រីនឹងផងដឹងត្រីនឹងមានរសជាតិមិនបងប្អូនណាដែលធ្លាប់ហូបត្រីនឹងជួយក៏មិនដែរមួយផងហើយក៏បើមានផ្ញើហូបផងនឹងថ្ងៃខ្ញុំអត់មានលុយទិញត្រីនឹងមួយប្រហែល10000ប្រហែលលានទេបងប្អូនឥឡូវយើងដល់មុខផ្សារកយបងប្អូនដល់កន្លែងផ្លូវ3ទៅបំណក់ហើយបងប្អូនដល់ផ្លូវ3ទៅបំណក់ហ្នឹងហើយឥឡូវដល់កន្លែងនេះផ្លូវ3បំណក់ហ្នឹងហើយហើយក៏យើងដល់ស្ពានទៀតដែរហ្នឹងហើយយើងដល់ស្ពានហ្នឹងហើយចំពោះទៅមុខបន្តិចទៀតហ្នឹងហើយក៏យើងដល់មន្ទីរពេទ្យហ្នឹងហើយមន្ទីរពេទ្យហើយបាទហើយក៏យើងក្រឡេកមើលទៅខាងឆ្វេងគឺយើងឃើញខុនដូមួយបាទខុនដូនេះគេហៅអូតែលបងប្អូនណាមកពីឆ្ងាយអីអាចចូលទៅលេងដេកខុនដូនឹងបានបងប្អូនណាមានសង្សារមានដីប្រពន្ធអីជាតិតែម្ដងแล้วបងប្អូនខ្ញុំមកដល់នេះហើយខ្ញុំចូលទិញទឹកផាសសិនយកផ្ញើអ្នកម្ដាយគាត់នៅផ្ទះហ្នឹងហើយឥឡូវយើងដល់កន្លែងទិញផាសសិនហើយក៏វីដេអូមានតែប៉ុណ្្នឹងក៏ចប់ត្រឹមកន្លែងហ្នឹងអរគុណបងប្អូនទាំងអស់គ្នាបាយបាយសុខសប្បាយទាំងអស់គ្នាអរគុណបាយបាយ